ទឹកផុសមកពីក្រោមដីប្រភពធនធានធម្មជាតិដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាពុំព័ទ្ធទៅដោយព្រៃផុសចេញពីក្នុងដីដែលបង្កើតទៅជាចម្ងល់ដល់ភ្ញៀវទេសចរដូចជារូបខ្ញុំថាតើទឹកនេះមកពីណាហេតុអីក៏ថ្លាខ្លាំងម៉េចហេតុអីក៏ប្រភពទឹកមួយនេះស្ថិតនៅក្នុងខេត្តកំពង់ចាមហើយត្រូវបានគេតែងតែហៅថាជាក្បាលទឹកអញ្ចឹងបើមិនបានមកឃើញដល់ប្រភពផ្ទាល់បែបនេះប្រហែលជាមិនជឿថាទឹកនេះគឺផុសចេញមកពីក្នុងដីទេខ្ញុំអាចនឹងគិតថាទឹកនេះគឺហូរមកពីភ្នំនៅខាងលើប៉ុន្តែមានណាបងប្អូនដល់ពេលមកដល់ប្រភពផ្ទាល់មិនដឹងថាអូយទីនេះគឺជាកន្លែងទឹកផុសអ្នកទាំងអស់គ្នាអាចដាក់ទូរស័ព្ទចូលទៅខាងក្នុងនឹងដើម្បីផ្ដិតយកនៅពេលណាដែលទឹកស្ងប់គឺនឹងចេញផុសមកដែលមានជាពពុះពីក្នុងទឹកនឹងមកហ្មងបងប្អូនមិនលេងសើចសូម្បីតែខ្ញុំចូលទៅឡើងព្រឺសបល់គិតថាអញ្ចេះអូយចូលទៅក្នុងព្រៃក្រាស់អញ្ចឹងតិចមកមានសុវត្ថិភាពទៅប៉ុន្តែនៅពេលដែលខ្ញុំចូលទៅគឺអត់មានបង្កជាភាពភ័យខ្លាចឲ្យខ្ញុំអីសូម្បីមិនតិចសោះតែបែរជាធ្វើឲ្យខ្ញុំរីករាយជាមួយនឹងធម្មជាតិដែលនៅជុំវិញខ្លួននឹងហ្មងហើយចង់ប្រាប់ថាទឹកផុសដែលមិនចេះរីងស្ងួតនេះណាខួបប្រាំងខួបវស្សាបងប្អូនគឺមានទឹករហូតហើយថ្លាឆ្វង់អញ្ចឹងណាដែលនៅពេលអ្នកទាំងអស់គ្នាដើរចូលទៅគឺទៀមទាមានស្បែកជើងពាក់បើមិនអញ្ចឹងទេរៀងឈឺជើងបងប្អូនពីព្រោះនៅបាតទឹកទាំងអស់នេះគឺសុទ្ធតែមានថ្មទុយល្អិតដែលអាចរំខានក្នុងការដើរទីឋានល្អបរិសុទ្ធបែបនេះណាគួរណាតែមានភ្ញៀវស្គាល់ឲ្យបានច្រើនជាងនេះទៀតមិនថាជាភ្ញៀវជាតិឬមកក៏ភ្ញៀវអន្តរជាតិទេហើយក៏សង្ឃឹមថាតទៅមុខទៀតបងផ្នែកខាងធัวបងខាងកាយអីគាត់ក៏មានរៀបជា trip ដើម្បីនាំភ្ញៀវទេសចរទាំងជាតិអន្តរជាតិមកស្គាល់តំបន់នេះផងពីព្រោះនេះគឺជាតំបន់ធម្មជាតិមិនមែនមានអ្នកណាធ្វើទេបងប្អូនធ្លាប់ឃើញអស់ហើយនៅស្រុកក្រៅឃើញគេនិយាយពីទឹកផុសមកពីក្រោមដីណាហើយនៅពេលដែលឮគេថាក្បាលទឹកឆានៅខេត្តកំពង់ចាមមានដឹងថាទឹកផុសមកពីក្រោមដីអញ្ចឹងណាដល់ពេលមកឃើញផ្ទាល់មិនដឹងពីព្រោះបើសិនជាយើងគ្រាន់តែមកដល់តំណក្រោមមកបងប្អូនគឺយើងបានត្រឹមតែឃើញជាទឹកជ្រោះបែបនេះទេយើងអត់ដឹងថាទឹកហ្នឹងគឺផុសមកពីណាទេណាហើយមុននេះខ្ញុំបង្ហាញបងប្អូនពីប្រភពកន្លែងទឹកដែលបានផុសចេញមកអញ្ចឹងបន្ទាប់មកខ្ញុំក៏មកញ៉ាំបាយថ្ងៃហើយក៏អាចលេងទឹកកំសាន្តនៅនេះផងបានដែរហើយពីមួយដំណាក់ទៅមួយដំណាក់គឺផ្សេងគ្នាបងប្អូនការរៀបចំលេងកំសាន្តរបស់ម្ចាស់ខ្ចោះនីមួយណាខ្លះគាត់មានជាទូកកាយៈអញ្ចឹងទៅខ្លះកន្លែងខ្លះទឹករាក់កន្លែងខ្លះទឹកជ្រៅកន្លែងខ្លះបែបជាទំនប់កន្លែងខ្លះទៀតគឺបែបជាទឹកជ្រោះដែលបង្កទៅជាភាពសប្បាយរីករាយហើយជាពិសេសមេឃពងតែក្តៅបែបនេះបងប្អូនយើងចូលទៅក្នុងទឹកហ្នឹងមិនត្រជាក់ខ្លាំងពេកប៉ុន្តែធ្វើឲ្យយើងត្រជាក់តាំងពីក្នុងចិត្តយើងចេញមកដល់ខាងក្រៅធ្វើដំណើរពីភ្នំពេញតម្រង់ទៅស្គនដល់ស្តុបផ្លូវ8ស្គនបងប្អូនអាចបត់មកខាងឆ្វេងដៃចូលផ្លូវជាតិលេខ6ដែលឆ្ពោះទៅកាន់ខេត្តសៀមរាបហ្នឹងប៉ុន្តែបងប្អូនមិនមែនចេញពីស្គនឆ្ងាយខ្លាំងពេកទេគ្រាន់តែបងប្អូនមកដល់ផ្លូវ8គឺគេនឹងដាក់ផ្លាកថាទឹកឆាបងប្អូនតម្រង់មកគឺមិនខុសទេបងប្អូនហើយនៅនេះគឺស្អាតមែនខ្ញុំបានហៅអាហារពេលថ្ងៃញ៉ាំហើយក៏បានជួបជាមួយនឹងតាក្រែមខ្ចីញ៉ាំតែម្ដងម៉ានអ៊ំ1000បាទហើយអ៊ំលក់ឆ្លងទឹកចឹងទៀតឡើយមែនបាទឆ្លងយូរហើយរងថ្ងៃអ៊ំលក់នៅហ្នឹងរងថ្ងៃមែនអ៊ំលក់រងថ្ងៃឆ្នាំជុំឆ្នាំចាហើយអ៊ំឥឡូវយកប្រមាណអី65ហើយអ៊ំរកស៊ីលក់ក្រែមចឹងប៉ុន្មានឆ្នាំហើយអ៊ំយកខែ27ឆ្នាំ28ឆ្នាំហើយគ្រាន់លក់ក្រែមហ្នឹងបាទលក់ទៅនៅទឹកឆាហ្នឹងទេលក់ហ្នឹងមុនយកភូមិដែនថៃភូមិថប់អូចៅចាឥឡូវយកលក់3ឆ្នាំចាដូនឆ្លងណាយើងនៅនោះអត់ដាច់ទេចាគេណាត់យើងហូបទឹកទឹកនេះមកគ្នាក៏ជួយដែរព្រោះយើងនៅនោះដាក់ទេចាហើយនៅនេះគេស្គាល់អ៊ំថាឈ្មោះអីគេអ៊ំគេហៅអ៊ំថាម៉េចទៅចំឈ្មោះដើមវិញប៉ានេះគេហៅតាក្រែមខ្ចីញ៉ាញ់តាក្រែមខ្ចីញ៉ាញ់បាទហើយមកខ្ចីត្រង់ណាខ្ញុំមើលតិចមើលហើយខ្ចីចាំងនេះហូទីដាក់ឲ្យចាំបាច់ក្រែមចាហើយខ្ចីមិនខ្ចីទេចាខ្ចីតើមានច្រើនជាងពីអាណាទំនេញយើងទំនើបឲ្យគេសោតចាហើយមានខ្ចីឈ្មោះយូរឆ្ងាញ់គេមិនទិញទេគេដាក់បាក់គេសោតចាបានទៅទឹកឆាទិញក្រែមតាញ៉ាំអត់ខុសឲ្យបងប្អូនខ្ចីញ៉ាញ់មុខអាក្រែមខ្ចីតាមុខខ្ចីញ៉ាញ់តាមុខអាដល់ហើយទៅឡើងបាត់ទៅកន្លែងហើយខ្ញុំនិយាយមែនក្រែមរសជាតិដូចគាត់អាចស្វែងរកបាន20ឆ្នាំមុននៅភ្នំពេញប៉ុន្តែឥឡូវនេះគឺពិបាករកបន្តិចហើយរសជាតិដិតឈ្ងុយខ្លាំងដូចគាត់នោះហើយម្ហូបដែលខ្ញុំបានហៅញ៉ាំបងប្អូនហើយសើយកមកថតនៅទឹកធ្លាក់ថតអីនេះប៊ីសជះចោលទៅតាមទឹកធ្លាក់បងអាជីវករនៅនឹងគាត់រស់រាយទោះបីជាយើងអត់ទិញគាត់ក៏គាត់មានខឹងអីដែរមានប្រៃឡំផ្អែមឡំហើយឈ្ងុយស្គ្រឿងឈ្ងុយស្បែកដីគេឡើងថ្មី
hai đập pe mà đập đây rồi làm chui mong cái chép cái chăm che ấy cứ bong bò chỉ vừa co khéo ấy mến chỉ một chắc show hay quạt lụa mà mờn nẹp xem tí mà đang bài na tay nhom tinh ní cứ mà mờn hay mà hộp là nhom hai cứ miên sờ lò mà chu du nhom crom ní cứ đôi crom chụp bút tia sờ một bong ôn bật tay với chữ crom tờ lệ với nhá lại một đó là bong ôn hay cái đã tập học bị lỡ năng món ao dương chuối nhắm cho mũi tập học từ còn ta tập học có xuống nhám mấy đứa xa tập học có đôi chia xả lên này chẳng với ở sơ chẹp học này hay nhom còn đang than nơi tộp xỉn xén cái miên là mình nổi năng đại ọt nhưng mà đang ngày bong ôn nhắm bay ngày rồi chứ bong ôn ai chi cầm san mơ lên nâng para về nâng bàn bị phủ bay dương chi chó kê ao dương bằng lôi thay sờ bọt đôi chữ kê kịch mà lán rồi một kịchประมาณ này anh nhom play cho chân nè hai bữa tha bong ôn trong châu tới cái lạnh tập phao để chưa bọc phục tập thấu má bong ôn ai chi đầm rắn tới đôi nhom chân này nhom thọ để bong ôn mơ hay xua kê nằm đông nâng phong của bạn đây xua cái tha bọc phục tập nơi lấy na kê nâng cho tới gần chân dương chi lao tới bong ôn châu mà đo cái lạnh để miên cho ca cái su tôi muối hay miên cho không quỳ nâng ọp nâng bong ôn sông pu để chiêm chắc cho nâng châu từ không para về tập nâng từ bong ôn nâng bàn từ tua nâng bọc bị sao thay khลาให้บạchบรำบạchเพยคลาจะยมโจตัวผมก็ยมเพยคลาได้แต่ประตูเหมาะเมียนเพยคลาท่าโอเมียนไอเตะบองปอนความประดามให้ประดามเตียดเตยกบ้านตักชากลมพลยสบายเชิงนะแต่ไอเปะดาวโจหนองตักบานไปผัวย้อมหมัดบานยสบายเชิงเปะดาวโจตักบานยมดาวชื่อเชิงคลาหน้าบองปอนเลยหลังเวอร์วิบหมดเชิงดอยดมทมอเหม็นหมดเชิงดอยไปโจได้ไอ้นะนังบองปอนโยละรำไม่มอเตะวิ่งบาดเชิงหลังกระหอมเปรียดหมองจังนี่คือเจอกบ้านตักชาหรือมวยเนี่ยคลาหักทักกบ้านตักเนี่ยคลาเตียก็หักทักตักชาได้สัตว์ในขนมไข่กระปุงแจมเจียดบอลรมเนี่ยทานแต่จอทอมเจียดไอทาทมจึงเก้ในขนมไข่กระปุงแจมไม่ไปผัวไปดอกไข่บนไข่เตียนในหมู่ก็ใส่ตัดไอ้คือเมียเนี่ยมากำซานในนิจราได้เถื่อไอตักแรงสื่อทลาปลายตะเชียขับปอตดอกโกเดซาตะได้จับดำพอมาได้จมูกหนังตักจมูกหนังไอลีลำขนี้นะบอมปอนให้ก็ส้มจัดพญิวแต่จอตักอ้อได้บานเตอร์ตีนุก็บ่มพลายสมบัติทอมเจียดกับบ้านตักชาตามระยะการเจ้าสมรามนังกาเกาบ่มพลายรุกเจียดนาตีนุโอเคจังนาเป็นนิยมจำปารอดสมกุลส้มจุ่มเรียบเลียบ๊ายบาย